ในวิทยาลัยจีซิมสันทมกการวิทยาที่14ខែវិច្ឆិកាឆ្នាំ2012កន្លងទៅនេះមានរៀបចំនៅកម្មវិធីសម្អាតបរិស្ថាននៅក្នុងបរិវេណសាលាដោយមានការចូលរួមពីតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងក្រសួងទេសចរលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សជាច្រើនរយនាក់ឯកឧត្តមលីច័ន្ទតុលាតំណាងឲ្យសហភាពសហព័ន្ធយុវជនកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងឲ្យដឹងថាទីក្រុងស្អាតជាចលនាប្រឡងប្រណាំងមួយដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរនិងគណៈកម្មាធិការជាតិវិតម្លៃទីក្រុងស្អាតដើម្បីជំរុញវិស័យទេសចរនៅកម្ពុជាឲ្យកាន់តែមានភាពទាក់ទាញឯកឧត្តមបានលើកឡើងថាដោយយល់ឃើញពីបញ្ហាបរិស្ថានថ្មីនេះក្រសួងទេសចរនិងគណៈកម្មាធិការជាតិវិតម្លៃទីក្រុងស្អាតបានផ្ដល់ឱកាសឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមក្នុងយុទ្ធនាការសម្អាតទីក្រុងនេះតាមរយៈកម្មវិធីយុវជននិងទីក្រុងស្អាតឬទីក្រុងស្អាតផ្ដើមចេញពីយុវជនឯកឧត្តមបញ្ជាក់ថាសហភាពសហព័ន្ធយុវជនកម្ពុជាដែលទើបតែដូរឈ្មោះពីសមាគមយុវជនកម្ពុជាក្នុងមហាសន្និបាតលើកទី3របស់ខ្លួនកាលពីថ្ងៃទី2ទី3ខែវិច្ឆិកាឆ្នាំ2012កន្លងមកបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពីចលនាប្រឡងប្រណាំងទីក្រុងស្អាតនៅតាមគ្រឹះស្ថានសិក្សាមួយចំនួនដែលរួមមានទាំងសាកលវិទ្យាល័យទាំងវិទ្យាល័យព្រមទាំងនៅតាមទីសាធារណៈដោយជ្រើសរើសយកប្រធានបទកាត់បន្ថយប្រើប្រាស់ឡើងវិញនិងកែច្នៃសំណល់ផ្លាស្ទិកបានចេញពីយុវជនដែលនេះស្របតាមទិសស្លោកទីក្រុងស្អាតគឺជាទីក្រុងដែលគ្មានថង់ផ្លាស្ទិកហើរតាមខ្យល់ឯកឧត្តមលីច័ន្ទតុលាបានបន្តថាសកម្មភាពនៅពេលនេះក៏ជាការសាទរនិងស្វាគមន៍ចំពោះវត្តមានមកដល់នៃមេដឹកនាំកម្ពុជាជុំវិញពិភពលោកដើម្បីចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះផងដែរឯកឧត្តមបានថ្លែងអំណរគុណនិងលើកទឹកចិត្តដល់យុវជនទាំងអស់ឲ្យចូលរួមសម្អាតបរិស្ថានជុំវិញខ្លួននិងទីក្រុងដោយចាប់ផ្ដើមពីខ្លួនឯងដើម្បីជាគំរូដល់អ្នកដទៃលោកមៀកឆរស្មីនាយកវិទ្យាល័យជាស៊ីមសន្ធមុខបានថ្លែងដោយទឹកមុខញញឹមថាសកម្មភាពស្ម័គ្រចិត្តរបស់សិស្សនៅវិទ្យាល័យរបស់លោកនាពេលនេះគឺជាការរួមចំណែកមួយសម្រាប់សង្គមជាតិដែលសកម្មភាពទាំងនេះគឺកើតចេញពីឆន្ទៈពិតៗរបស់យុវជនកម្ពុជាដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគេក៏ដូចជាការលើកកម្ពស់កេរ្តិ៍នាមប្រជាជាតិកម្ពុជាទៀតផងយុវជនដែលបានចូលរួមនៅក្នុងសកម្មភាពនេះបានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូចនេះថាចំពោះចំណាប់អារម្មណ៍ខ្ញុំយល់ថាខ្ញុំសប្បាយរីករាយមែនទែនហើយណាមួយការដែលសម្រាមជាកាតព្វកិច្ចរបស់យើងជាពលរដ្ឋគ្រប់គ្នាបើបរិស្ថានយើងស្អាតសុខភាពយើងក៏ល្អដូច្នេះខ្ញុំមានអារម្មណ៍សប្បាយចិត្តនិងមានទំនួលខុសត្រូវខ្ពស់ក្នុងការរើសសម្រាមដើម្បីធ្វើឲ្យសាលារៀនរបស់ខ្ញុំស្អាតជាទីមោទនៈណាស់ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះអាស៊ានហើយខ្ញុំក៏ជាចំណែកមួយនៃម្ចាស់ផ្ទះអាស៊ានដែរដូច្នេះខ្ញុំមានទឹកចិត្តសប្បាយរីករាយនិងរំភើបសាទរយ៉ាងខ្លាំងដែលប្រទេសយើងបានធ្វើជាម្ចាស់ផ្ទះអាស៊ានដូច្នេះពេលអាស៊ានចូលមកយើងត្រូវតែសម្អាតបរិស្ថានយើងឲ្យបានស្រស់ស្អាតដើម្បីជាកិត្តិយសសម្រាប់ប្រទេសយើងក៏ដូចជាសាលាខ្ញុំផ្ទាល់ដែរក្នុងនាមខ្ញុំជាយុវជនមួយរូបខ្ញុំសូមផ្ដាំផ្ញើទៅយុវជនដទៃទៀតឲ្យស្រឡាញ់បរិស្ថានជុំវិញខ្លួនយើងឲ្យស្រឡាញ់បរិស្ថានជុំវិញខ្លួនយើងព្រោះថាដូចដែលពាក្យស្លោកខ្ញុំបានចូលរួមយុទ្ធនាការគេថាទីក្រុងស្អាតផ្ដើមចេញពីយុវជនដូច្នេះយើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីជួយផ្សព្វផ្សាយដល់យុវជនផ្សេងទៀតហើយខ្ញុំផ្ទាល់ថ្ងៃនេះពិតជាមានអារម្មណ៍សប្បាយយ៉ាងខ្លាំងដែលបានចូលរួមនៅសកម្មភាពចលនាយុវជនរបស់សមាគមយុវជនហើយអំបញ្ញមិញនេះគឺខាងយុវជនខ្ញុំដែលជាថ្នាក់ទី12គ្រប់ថ្នាក់ហ្នឹងបានសម្រើសសម្រាមទោះជាមានវាថាលក្ខណៈទឹកឬលក្ខណៈជាអ្វីក៏ដោយក៏ពួកខ្ញុំវាថារើសដោយពេញចិត្តដោយសេចក្តីស្រឡាញ់ដែរបាទនៅឆ្នាំ2012នេះគឺជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យដូចជាកម្ពុជាព្រះរាជាណាចក្រអញ្ចឹងដោយសារអីប្រទេសកម្ពុជាគឺជាប្រទេសតូចមួយទេប៉ុន្តែបានជាប្រទេសមហាអំណាចជាច្រើនបានចូលរួមនៅប្រទេសកម្ពុជាគឺជាវាថាមហាកិត្តិយសមែនទែនចំពោះកូនខ្មែរយុវជនខ្មែរហើយក្នុងការអាស៊ាននេះក្នុងនាមខ្មែរទាំងអស់គ្នាជាម្ចាស់ផ្ទះខ្ញុំជឿជាក់ថាបងប្អូនអស់គ្នាទាំងពុកម៉ែបងប្អូនពូមីងមានហ្នឹងក៏នឹងអាចវាថាជួយសម្អាតបរិស្ថានឬជួយបង្កនៅអ្វីដែលល្អសម្រាប់ប្រទេសជាតិសង្គមជាតិយើង